គឺវាប្រណិតតែម្ដងវាមើលទៅឃើញអត់ឃើញទៅជាទ្វានៅលើខ្លួនទូននេះណាចឹងនេះខ្ញុំធ្វើប៉ាន់ធ្វើជាទូគម្រោងមួយធម្មតាទ្វាទូដែលយើងប្រើទ្វាកញ្ចក់ frame 100ញោមធម្មតាហ្នឹងគឺវាមានតិចទ្វាអញ្ចឹងនេះទ្វាតូចវាមានតិច2តែបើទ្វានឹងកាន់តែខ្ពស់ទៅវាត្រូវមានតិច4ទៅ6តាមកម្ពស់ទ្វាហើយពេលខ្លះទៅយើងមានអារម្មណ៍ថាចុះបើសិនបើយើងធ្វើទ្វានឹងហើយវាអត់ឃើញតិចវាមិនដែរអញ្ចឹងហើយឥឡូវយើងអាចធ្វើទ្វាប្រភេទនេះទ្វាកញ្ចក់ទូកញ្ចក់អញ្ចឹងយើងមានទ្វាអញ្ចឹងនេះជាឧទាហរណ៍ខ្ញុំកាត់ធ្វើប៉ាន់នេះតែបើសិនបើមែនតែនទៅចាក់ស្ដែងទៅវាអាចធ្វើបានកម្ពស់រហូតដល់ 2.7 ម៉ែត្រដោយអត់មានឃើញត្រចៀកឯនៅពេលដែលយើងបិទទ្វាទូនេះទៅគឺយើងឃើញតែសុំកញ្ចក់សុំលុយញោមនេះហើយជាមួយនឹងកញ្ចក់អញ្ចឹងបើកមកជាពិសេសគឺយើងធ្វើជាមួយនឹងទូតាំងទូអីហ្នឹងគឺវាប្រណិតតែម្ដងវាមើលទៅឃើញអត់ឃើញទៅជាទ្វានៅលើខ្លួនទូននេះណាហើយទៅជាទ្វាយើងប្រើតែ2គ្រាប់ទេគឺលើក្រោមនេះពេលយើងបិទវាមក yes ចំណែកឯជាទ្វាធម្មតានេះអានេះគឺវាមើលឃើញអញ្ចឹងវាមើលឃើញហើយបើសម្រាប់ទ្វាធំគឺយើងនឹងឃើញវាច្រើនហ្មងឃើញវារហូតដល់4ឬ6គ្រាប់ទៅតាមកម្ពស់របស់ទ្វាហើយនេះគឺជាការដ្ឋានសាងសង់ជាក់ស្ដែងដែលយើងផលិតនិងដំឡើងនៅឯការដ្ឋានផ្ទះរបស់ភ្ញៀវ